សួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះយើងមកវិញជាមួយនឹងវីដេអូថ្មីមួយទៀតហើយក្នុងវីដេអូនេះដែរយើងនឹងនិយាយអំពី user management អញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពី4របៀបតាក់ទងជាមួយនឹងការបង្កើត user ផ្សេងហ្នឹងអញ្ចឹងដំបូងខ្ញុំធ្វើការភ្ជាប់ ASA ជាមួយនឹងCMD របស់ខ្ញុំតមកឥឡូវខ្ញុំចង់ comment ខ្ញុំប្រើឥឡូវខ្ញុំចង់ដឹងថាខ្ញុំកំពុងឈរក្នុង user មួយណាខ្ញុំវាយ comment who am I ខ្ញុំមកលើឈរលើ user ឆៃអានហើយទៅមើល directory យើងឈរគឺយើងអាចវាយ comment ថា pwd អូខេអញ្ចឹង directory ខ្ញុំគឺចូលនៅក្នុង /home/ ឆៃអាននេះគឺជា comment តទៅជាមួយនឹង directory យើងហ្នឹងហើយបន្ទាប់ទៀតខ្ញុំចង់ដឹងតាក់ទងជាមួយនឹង version របស់យើងហ្នឹងអញ្ចឹងខ្ញុំប្រើ comment ថា sudo សុំទោសប្រើ comment cat ដើម្បីមើលcat /etc/os/os .release enter មកអូខេនេះឃើញហើយគឺ version យើងនេះគឺ 22.04 ហ្នឹងគឺ version របស់យើងអញ្ចឹងនេះ version អញ្ចឹងឥឡូវខ្ញុំចូលទៅដល់របៀបទី1មកនៅការបង្កើត user អញ្ចឹងយើងអាចប្រើ comment ថា sudo user add អញ្ចឹងខ្ញុំវាយ user តិចគឺខ្ញុំចង់ add user តិចខ្ញុំចុច enter មកអូខេឥឡូវខ្ញុំបាន add បានហើយឥឡូវយើងចូលទៅមើលវាដើម្បីចូលទៅមើលបានយើងប្រើ comment cat ដើម្បីមើល /etc/p passwd enter មកអូខេនេះ tick យើងបានបង្កើតមុនហ្នឹងគឺវាឈរលើ1001 user tick នេះគឺជា admin ឆៃអាននេះ1000ហ្នឹងគឺជា admin user admin អូខេអញ្ចឹងខ្ញុំឥឡូវខ្ញុំចង់មើលថាចង់ដឹងថា user ហ្នឹងវាមាន directory អត់ខ្ញុំចូលទៅកាន់ cd/home អូខេឥឡូវខ្ញុំមើល ls អញ្ចឹងយើងឃើញថា user នេះវាអត់មាន directory ទេគឺវាមានតែ user ទេអញ្ចឹងឥឡូវហ្នឹងគឺជារបៀបទី1អញ្ចឹងខ្ញុំធ្វើការចេញមកក្រៅហើយខ្ញុំធ្វើការ delete user នឹងចេញសិនដើម្បីយើងប្រើចូលទៅរបៀបទី2អញ្ចឹងdelete យើងប្រើ command ថា sudo user del ctech enter មកឥឡូវយើងចូលទៅមើលថាចង់ដឹងថាយើងលុបបាត់នៅយើង comment cat /etc/p wd passwd អូខេឥឡូវយើងឃើញហើយគឺបាត់ហើយ user ctech មិញហ្នឹងយើងបង្កើតហ្នឹងឥឡូវវាបាត់ហើយយើងបាន delete វាបានសម្រេចហើយអញ្ចឹងចូលដល់command ទី2គឺយើងបង្កើត user ដែលមាន directory ហ្នឹងអញ្ចឹងដើម្បីបង្កើតបានគឺយើងប្រើ comment មួយទៀតគឺ comment យើង comment ដដែលប៉ុន្តែគ្រាន់តែយើងដាក់ថែម .m អញ្ចឹងយើងប្រើ comment sudo user add .m ហើយយើងដាក់ ctech ដដែល user យើងមិញហ្នឹង ctech សុំទោសសេខុសctech អូខេអញ្ចឹងខ្ញុំចុច enter មកយើងធ្វើការឆែកមើលតែយើងបង្កើតបានជោគជ័យអត់ cat /etc/passwd អូខេ enter មកនេះគឺយើងបានបង្កើតមកវិញហើយ ctech 1001 user ដែលយើងបង្កើតមិញហ្នឹងអញ្ចឹងយើងចូលទៅមើលក្នុង home directory ម្ដងចង់ដឹងថាវាមាន user ហ្នឹងអត់យើងចូលក្រោយ comment cd/home /home enter មកចូល ls ដើម្បីមើលនេះគឺយើងបានមាន user ឆៃអាននិង user ctech អញ្ចឹងមានថា user ctech ហ្នឹងមាន directory អូខេអញ្ចឹងឥឡូវខ្ញុំធ្វើការchange password វិញខ្ញុំប្រើពាក្យថា sudo passwd ទៅលើ user ctech យើងដាក់ new password ដាក់ពី3ដដែលនេះគឺជាការ set password ដើម្បីយើងអាច switch ទៅ user នឹងបាន1 2 3អូខេខ្ញុំដាក់ password ដដែលកុំឲ្យបាក់ច្រឡំអញ្ចឹងខ្ញុំនឹងធ្វើការប្រើ comment ទៅលើពាក្យថា su ctech switch user ទៅកាន់ user ctech enter មក1 2 3 password
ok ឥឡូវខ្ញុំចូលបានឥឡូវខ្ញុំចង់ដឹងថាខ្ញុំចូលបានជោគជ័យអត់ខ្ញុំសួរថា who am I អូខេឥឡូវខ្ញុំគឺ static ជាយើងគឺឈរនៅលើ user static ហើយ pwd នេះគឺ directory យើងនៅក្នុង /home អូខេអញ្ចឹងខ្ញុំចង់ចូលទៅកាន់directory ហ្នឹងដើម្បីបង្កើត file នៅក្នុងការ file សម្រាប់ user static ហ្នឹងអញ្ចឹងយើងប្រើ command cd /home ហ្នឹងមក slash static static enter អូខេឥឡូវខ្ញុំបង្កើត file មួយឈ្មោះថា touch ណា touch ដាក់ថា static.txt អូខេឥឡូវខ្ញុំចុច ls មើលអូខេឥឡូវនេះយើងបង្កើតបានសម្រាប់ហើយអញ្ចឹងយើងអាចបង្កើត file នៅក្នុងuser នឹងបានក្នុង home directory របស់ user នឹងបានអូខេអញ្ចឹងឥឡូវខ្ញុំបង្កើត file បានហើយអញ្ចឹងបន្តទៀតគឺយើងធ្វើការផ្លាស់ប្ដូរ switch user ទៅកាន់ user sub admin ខ្ញុំគឺឆែកអាហ្នឹងហើយ password 1 2 3អូខេអញ្ចឹងខ្ញុំសុំ cd មក slash ចូលមកក្រោយវិញអូខេអញ្ចឹងខ្ញុំធ្វើការ delete ខ្ញុំចង់ delete ទៅលើ user ហ្នឹងវិញអញ្ចឹងខ្ញុំអាចប្រើ command ទៅលើ sudo rmdir ហើយ static ហ្នឹងមក enter មកអូខេឥឡូវវាចេញថាយើងអត់អាច remove បានទេដោយសារតែវាអត់មានឥឡូវអូខេឥឡូវខ្ញុំចូលទៅក្នុងកាន់ /home សិនខ្ញុំចូល directory សិនអូខេឥឡូវយើង sudo ម្ដងទៀត rmdir c តិចខ្ញុំធ្វើការ remove ចោលអូខេអញ្ចឹងយើងអាច remove បានទេវាថាដោយសារតែdirectory ហ្នឹងគឺវាអត់ empty គឺវាមានតនន័យក្នុងហ្នឹងអញ្ចឹងដើម្បីអាច remove វាបានយើងប្រើ command មួយទៀតគឺ sudo rm .rvf /home មក.vf ហើយ static មក static ចុច enter មកអូខេឥឡូវនេះយើងបាន remove បានសម្រេចហើយអញ្ចឹងយើងចង់មើលថា remove ដាច់ឬអត់យើងចូលមើលសិនយើង cat ចុច ls អូខេ ls យើងឃើញថា directory ហ្នឹងបាន remove ចេញហើយគឺអត់មានទេអញ្ចឹងដល់ពេលយើង remove directory ហើយយើង remove user ចោលអញ្ចឹងខ្ញុំប្រើ command sudo user-del ហើយ static enter មកអូខេអញ្ចឹងវាយើងអាច remove បានទេដោយសារតែ user ហ្នឹងកំពុងតែ process អញ្ចឹងដើម្បីបិទ process បានយើងត្រូវប្រើយើងដើម្បី remove បានយើងត្រូវបិទ process ហ្នឹងសិនអញ្ចឹងដើម្បីបិទ process ហ្នឹងបានយើងត្រូវប្រើ command មួយទៀតដែលមានឈ្មោះថាគឺ command sudo kill ដក9ហើយយើងវាយ process យើងចូលមកគឺ process ខាងក្រោយហ្នឹងគឺខ្ញុំគឺ1225អូខេឥឡូវយើងចុច enter មកអូខេយើងចុច enter ហើយយើងចុច enter មួយទៀតមកអូខេឥឡូវបន្ទាប់មកវាបិទ process វា kill នឹងហើយគឺវានឹង exit ចេញពី SH យើងអញ្ចឹងខ្ញុំធ្វើការ connect វាម្ដងទៀតយើង connect វាចូល CMD ម្ដងទៀតមកpassword 1 2 3អូខេឥឡូវខ្ញុំចូលបានវិញហើយអញ្ចឹងយើងទៅមើលuser ឥឡូវយើងចូលមើល cat /etc/passwd ចុច enter មកអូខេឥឡូវ static នេះខ្ញុំអត់បាន remove ទេ user ហ្នឹងយើងបន្ទាប់ពីយើង clear ហើយមិញអញ្ចឹងខ្ញុំធ្វើការ remove វាតែម្ដងខ្ញុំប្រើ command sudo user-del static enter 1 2 3អូខេឥឡូវយើងចង់ដឹងថា remove ដាច់អត់យើងចូលទៅមើលម្ដងទៀត cat etc/pwd sorry ខ្ញុំវាយ comment ខុស cat /etc/
slash pass wd អូខេឥឡូវយើងមើលឃើញថាបាត់ user តិចហ្នឹងហើយអត់មានទេអញ្ចឹងគឺយើង delete បានសម្រេចអញ្ចឹងយើងចូលដល់ចំណុចមួយទៀតគឺយើងធ្វើការបង្កើតcreate user គឺជាមួយនឹងគេហៅថា specific shell អញ្ចឹងដើម្បីប្រើ create user ហ្នឹងបានយើងប្រើ command sudo user add ដដែលហើយយើងដក s ហើយនឹង /bin/bash ហើយ ctech user យើងចង់នេះនឹងយើង enter មកអូខេឥឡូវយើងចូលទៅមើលឆែកវា cat/etc /passwd អូខេ enter មកនេះគឺយើងមកបង្កើតបានមកវិញហើយuser យើង ctech 1001អញ្ចឹងទៅអូខេអញ្ចឹងដូចគ្នាខ្ញុំធ្វើការចូលទៅឥឡូវខ្ញុំចូលការចូល /home ដើម្បីឆែកមើលវាមាន directory អត់ /home អូខេ ls អញ្ចឹងវាមាន directory ctech មាន2 directory ហ្នឹងគឺមានឆែកអានមួយ ctech ហ្នឹងអូខេវាមានដូចគ្នាអញ្ចឹងដូចគ្នាដែរខ្ញុំចង់ចូលទៅវាមានអញ្ចឹងអូខេអញ្ចឹងចំណុចបន្ទាប់ដែលយើងត្រូវធ្វើហ្នឹងគឺខ្ញុំអូខេអញ្ចឹងយើងឃើញតែអញ្ចឹងហើយឥឡូវយើងខ្ញុំធ្វើការដាក់ខ្ញុំធ្វើការចេញមកក្រៅសិនហើយខ្ញុំធ្វើការដាក់ password ទៅឲ្យ user ហ្នឹង ctech ហ្នឹង sudo passwd ctech ដើម្បីយើងអាច switch ទៅ user ហ្នឹងបាន1 2 3ដែរអូខេឥឡូវខ្ញុំចេញ password ហើយឥឡូវខ្ញុំធ្វើការ switch ទៅ user ហ្នឹង su ctech អូខេ1 2 3អូខេយើងចូលបានហើយឥឡូវយើងយកមើលថា whoami វាយ comment អូខេ whoami pwd អូខេឥឡូវចូលទៅលើdirectory ហ្នឹងអញ្ចឹងយើងបង្កើត user ហើយយើងបានសម្រេចទេអញ្ចឹងយើងឥឡូវខ្ញុំធ្វើការចេញមកក្រៅខ្ញុំធ្វើការបង្កើត user យើងទៅបង្កើត user មួយរបៀបទៀតដែលមាន comment ថា sudo add userអញ្ចឹងទៅ comment ពីដើមមកយើងប្រើ user add ដល់ពេល comment នេះគឺយើងប្រើទៅលើ add user វិញctech ដដែលមកហើយឥឡូវយើងដាក់ ctech ដាក់ឈ្មោះខ្ញុំមក new sudo ctech ដកឆៃអានដោយសារខ្ញុំចូល remove អានេះចោលអញ្ចឹងខ្ញុំដាក់មួយទៀតមកកុំឲ្យច្រឡំខ្ញុំអាចប្រើឆៃអាន ctech underscore ឆៃអានចឹងឥឡូវយើងចុច enter ទៅអូខេ1 2 3អូខេឥឡូវយើងអាចបង្កើតបានទេឥឡូវដោយសារតែខ្ញុំប្រើប្រហែលជាខ្ញុំប្រើ underscore អញ្ចឹងខ្ញុំអត់ប្រើ underscore ខ្ញុំដាក់ចប់គ្នាមក add user ctech ឆៃអានអញ្ចឹងមកអូខេឥឡូវ add user ឆៃ enter 1 2 3 is not sudo file who am I ctech អូខេខ្ញុំយល់ហើយអញ្ចឹងនេះគឺខ្ញុំដោយសារខ្ញុំមិញខ្ញុំចូលទៅក្នុង user ctech អញ្ចឹងខ្ញុំបាន switch មក user admin វិញទេអញ្ចឹងដែលអញ្ចឹងបានវាចេញថាយើងអាចប្រើនេះគឺថា ctech is not a sudo file អញ្ចឹងយើងអាចប្រើ command sudo នៅក្នុង user ctech មកទេអញ្ចឹងអ្វីដែលយើងគួរធ្វើនោះគឺយើង switch user មកឆៃអានវិញអូខេឥឡូវខ្ញុំ cd មកខ្ញុំសួរសិនឲ្យបញ្ជាក់ who am I អូខេឥឡូវយើងចូលទៅលើ user ឆៃអានវិញអញ្ចឹងយើងប្រកាសជាអាចadd user ថ្មីបានយើងប្រើ command ដែរ user ctech ឆៃអានមកអូខេឥឡូវយើង
ការបានហើយអញ្ចឹង comment មួយនេះគឺវាស្រួលត្រង់ថាវាឲ្យយើងដាក់ new password យកហ្មងពេលដែលយើងបង្កើតយើងមិនបាច់ចាំវាយ comment មួយទៀតដើម្បី add password ទេអញ្ចឹងយើងដាក់មក1 2 3ដដែលខ្ញុំមិនច្រឡំ retype 1 2 3ដូចគ្នាអូខេអានេះខ្ញុំអត់មានទេ enter work phone home phone ខ្ញុំ other enter ខ្ញុំយក y yes អូខេឥឡូវខ្ញុំបង្កើតបានហើយឥឡូវខ្ញុំចូលយើងចូលទៅមើលយើងចូលទៅឥឡូវខ្ញុំចូលទៅមើលសិន cat/etc/passwd អូខេនេះ cthr ដែលយើងបង្កើតមិញហ្នឹងប៉ុណ្ណឹងហើយអញ្ចឹងខ្ញុំធ្វើការដូចគ្នាខ្ញុំធ្វើការ switch user ទៅកាន់ user ហ្នឹងអូខេកំតាន់ខ្ញុំចូល /home សិនដើម្បីមើល directory ls មកអូខេឥឡូវយើងមាន3 directory មានឆៃអាន ctech មុនហ្នឹងហើយនឹង ctech យើងទៅឆៃអានទៅបង្កើតមិញទៀតអូខេឥឡូវខ្ញុំធ្វើការ switch ទៅកាន់ user ctech ឆៃអានហ្នឹង cd មកខ្ញុំធ្វើការ su ctechឆៃអាន password 1 2 3អញ្ចឹងឥឡូវខ្ញុំសួរបញ្ជាក់ម្ដងទៀតតែខ្ញុំឆលើ user មួយណា whoami ctech pwd គឺយើងឆលើ directory/home/chan អញ្ចឹងខ្ញុំចង់ចូលទៅ directory ctech ឆៃអានហ្នឹងខ្ញុំចង់ចូល directory ហ្នឹងហើយទៅបង្កើត file មួយអញ្ចឹងខ្ញុំប្រើ cd/home ឥឡូវខ្ញុំចូល cd/home សិនយើងមើល ls អូខេមានប៉ុណ្ណឹងអញ្ចឹងខ្ញុំធ្វើការ cd คลิกមកក្រៅសិនចូលទៅកាន់ directory cd/home/ ctech ឆៃអាន enter មកអូខេឥឡូវយើង pwd មើលអូខេឥឡូវយើងចូលបានហើយអញ្ចឹងខ្ញុំបង្កើត file មួយ touch file touch ctechឆៃអាន .txt យើងឲ្យមើលអូខេឥឡូវខ្ញុំកាត់បានហើយអញ្ចឹងយើងមានប៉ុណ្ណឹងអញ្ចឹងបន្ទាប់មកខ្ញុំសាកប្រើ command sudo អញ្ចឹងយើងប្រើ command sudo ឥឡូវយើងប្រើ command sudo shutdown នៅឧទាហរណ៍អានេះnow shutdown now អញ្ចឹង file password មួយ3មកអូខេអញ្ចឹងវាចេញដូចមុននឹងអញ្ចឹងគឺវាយើងមិនអាចប្រើ command sudo ទៅលើ user ហ្នឹងបានទេគឺបានតែ admin ទេអញ្ចឹងដើម្បីឥឡូវខ្ញុំធ្វើការដើម្បីចេញពី user ហ្នឹងបានយើងប្រើ command មួយទៀតគឺ exit មកវាលឿនអូខេអញ្ចឹងcommand exit នេះយើងប្រើមកគឺវា load ចូលទៅក្នុង admin user admin យើងមកអញ្ចឹងយើងសួរទៅ whoami ឆៃអាន pwd/home/chan អូខេអញ្ចឹងវា load ចូលទៅកាន់ user admin យើងមកអញ្ចឹងចំពោះវីដេអូតាក់ទងជាមួយនឹង user management របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំសូមអរគុណអញ្ចឹងយើងប្រើ command sudo shutdown now